នៅសល់ពេលតែប៉ុន្មាននាទីទៀតប៉ុណ្ណោះគឺកោះត្រល់ហើយនឹងដែនដីមួយចំនួនដែលកំពុងមានបញ្ហាជាមួយនឹងប្រទេសវៀតណាមដែលរដ្ឋាភិបាលមុនដែលរបបមុនពុំបានទទួលស្គាល់នោះគឺនឹងធ្លាក់ទៅក្នុងដៃប្រទេសវៀតណាមទូបង្គំខ្ញុំបានមានការសោកស្ដាយដែលយើងទាំងអស់គ្នាមិនអាចធ្វើការចរចាធ្វើយ៉ាងម៉េចដើម្បីឲ្យដែនដីទឹកក៏ដូចដែនដីគោកដែលកំពុងមានបញ្ហាជាមួយប្រទេសជិតខាងនេះខ្ល้ายទៅជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាបានបញ្ហាទឹកដីនេះគឺជាបញ្ហាមួយដែលក្តៅគគុកទាំងអ្នកនយោបាយទាំងប្រជាពលរដ្ឋខ្មែរយើងមានការព្រួយបារម្ភពីព្រោះការបាត់បង់ព្រំដែនដ៏ត្រឹមត្រូវនឹងតាមច្បាប់ហើយនឹងបាត់បង់បូរណភាពទឹកដីគឺជាការបាត់បង់នៅព្រលឹងរបស់ខ្លួនព្រលឹងប្រទេសជាតិយើងប្រទេសកម្ពុជាយើងសិទ្ធិសញ្ញាដែលយើងធ្វើនៅក្នុងឆ្នាំ2000នៅក្នុងឆ្នាំ1982 83 85សញ្ញាដែលធ្វើការក្រោមបរិយាកាសមួយអាប់អួរដែលប្រទេសយើងត្រួតត្រាដោយកងទ័ពបរទេសសួរថាតើយើងខាតឬយើងចំណេញគេមិនដែលមកឆោតល្ងងគឺនឹងរៀបចំនៅសិទ្ធិសញ្ញាមួយដែលចុះហត្ថលេខាទៅខាតបង់ប្រទេសជាតិរបស់គេនោះទេ